bạnជំរាបសួរបងប្អូនទាំងអស់គ្នាដែលតាមដានលោកគ្រូរ៉ានៅក្នុងបណ្ដាញសង្គម TikTok សម្រាប់បងប្អូនស្គាល់ហើយថាលោកគ្រូគឺឯកទេសគេថាជំនាញការនៅលើការប្រឹក្សានិងលេខទូរស័ព្ទលេខផ្ទះលេខឡានលេខណាល្អលេខណាមិនល្អកុំភ្លេចថាលេខទូរស័ព្ទឬក៏លេខផ្ទះក៏ដោយលេខឡានក៏ដោយមានអំណាចពិតប្រាកដទៅលើមនុស្សយើងមានលេខល្អនាំឲ្យយើងជួបរឿងល្អតែបើយើងមានលេខមិនល្អមានតែបញ្ហាមានតែរឿងដោះស្រាយមិនចេះចង់ចេះហើយទេអាចទៅជាចំនួនសក់ទៅជាមានបញ្ហាគ្រោះថ្នាក់សក់ទៅជាមានចំនួនដូចប្រពន្ធទាំងដែលមិនគួរឲ្យកើតមានរឿងហ្នឹងហើយសក់ទៅលុយកាក់រួមមកបានច្រើនប៉ុណ្ណាក៏ដោយទុកទៅចិត្តតែអសល់ចិត្តតែមានបញ្ហាត្រូវចំណាយទាំងអស់នេះអាចមកពីបញ្ហាទូរស័ព្ទបងប្អូនលេខទូរស័ព្ទបងប្អូនអញ្ចឹងសម្រាប់បងស្រីដែលលោកគ្រូឥឡូវរៀបស៊ីមួយគាត់បន្តទៀតគាត់ឲ្យរៀបឲ្យបាទគាត់ឲ្យរៀបស៊ីមកឲ្យមានកូនគាត់មានបងប្រុសគាត់កូនគាត់ពីរនាក់បងប្រុសគាត់ម្នាក់ទៀតដែលគាត់ជឿជាក់លោកគ្រូដោយសារតែគាត់ពីមុនមកមានបញ្ហាច្រើននៅក្នុងក្រុមគ្រួសារគាត់ហើយគាត់បានឃើញការផ្សព្វផ្សាយលោកគ្រូនៅលើបណ្ដាញសង្គម TikTok ទៅគាត់ជឿជាក់គាត់ឲ្យលោកគ្រូនេះឥឡូវចង់បានស្ដាប់សម្ដីពិតថាតើបន្ទាប់ពីរៀបហើយបានលទ្ធផលយ៉ាងម៉េចចាអូអត់អីទេអូនគាត់វាមិនដូចមុនពេកគឺរបៀបការក្នុងគ្រួសារអីវារលូនមកវិញទាំងអស់ពីមុនខ្វាញ់កំណត់គ្នាខ្លាំងចឹងហើយអរគុណច្រើនដោយសារខ្ញុំតាក់ទងទៅបានតាក់ទងហ្នឹងហើយតាំងពីវារៀបចុងមកខ្ញុំក៏បានរៀបការកូនឯងពីមុនចុយអត់ត្រូវនិយាយអត់ត្រូវចឹងដូចតែអូនបានប្រាប់ថាខ្ញុំមានបំណងអីចឹងហើយល្អច្រើនចឹងបានថាចង់ឲ្យកូនតាមតែខ្លាចគាត់ថាខ្លាចចឹងដោយសារក្មេងគាត់លោកគាត់គិតថាខ្ញុំតែចំណាយលុយនេះមកទៀតប្រាប់ផងណាតែពេលគាត់រៀបការទៅគាត់មើលដឹងខ្លះគាត់ជឿខ្លាំងចឹងណាដល់ខ្ញុំចេញគាត់បានអរគុណច្រើនហើយបាទបងស្រីបាទទាំងអស់នេះគឺជាសម្ដីបងស្រីដែលគាត់ឲ្យលោកគ្រូជួយរៀបឲ្យកូនគាត់ជាមួយនឹងបងគាត់បន្ថែមទៀតបាទខ្ញុំសូមជិះមកសួរដោយសារតែគាត់ឲ្យរៀបឲ្យថែមនេះកូនគាត់បានកូនគាត់ហើយជាមួយនឹងនេះកូនគាត់ពីរនាក់3ប្រពន្ធមកហើយជាមួយនឹងបងគាត់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនត្រូវការប្រឹក្សានឹងលេខបង្គោលអាចទៅមកគ្រូរ៉ាបានណាលោកគ្រូទទួលប្រឹក្សានឹងលេខហុងស៊ុយគេហៅថាស៊ីមហុងស៊ុយយក9បាទអរគុណ